ចាលោកសួរនេះអាវចង់ពុំមកបងចាតាយើងដេបៀបធ្នេរាយចាបងនៅខាងនៅផ្សារចាគាត់ឲ្យដេគាត់ចា13អាវរួចរាល់ហើយចាមានឆ្អឹងចាអាវចង់ពុំគឺយើងត្រូវដាក់ដាក់ឆ្អឹងទាំងមុខទាំងក្រោយចានេះគេហៅថាធ្នេរាយបងប្អូនតែយើងដាក់ IC ក៏អត់អីដែលអត់ចេញទេដោយសារតែយើងគុណនេះធំអញ្ចឹង IC យើងដាក់ខាងក្នុងហ្នឹងចាអញ្ចឹងអត់ចេញទេចាហើយយើងអត់ដាក់ទំនាប់ពីបញ្ជាន់ឲ្យក្តៅអញ្ចឹងណាចានេះគេហៅធ្នេរាយគុណបែបធ្នេរាយយើងដាក់ IC គឺយើងកាត់ចាគុណទំនាប់រៀងធំទៅយើងសុកដាក់ពីខាងក្នុងទៅចាសម្រាប់បងគាត់ចូលចិត្តនេះអញ្ចឹងណាចាចូលចិត្តដាក់ទំនាប់ចាពីជាន់អញ្ចឹងណាប្រឡត់ចា13អាវអញ្ចឹងដេរួចរាល់នៅតែអត់ឲ្យឆាត់ជើងចាឆាត់ជើងក្រៅបងប្អូនចាហើយអាវនេះគឺធំមែនតើចាខ្សែធំចាសាម៉ូននោះសពុត15សពុតនោះគឺធំតែពេលអាវចង់ពុំនេះយើងមានអក្មារុំពីលើបងប្អូនហើយនៅពេលនេះអញ្ចឹងគេពេលអាវចង់ពុំហើយគេដាក់ក្មាពីនេះនឹងពីលើមកចាហើយនឹងឈុតមួយស៊ីបតហ្នឹងទៅចាតែមិនចង់ពុំអត់មានអីពីលើគេមានក្មាក្របពីលើចាក្របពីលើស្មាយើងចាហើយដាក់ស៊ីងមួយទៅគឺស្អាតចឹងចានេះទេរួចរាល់ហើយ13អាវតែនៅអ៊ុតហើយនឹងឆាត់ជើងចឹងចា13អាវនេះអ៊ុតហើយចានៅឆាត់ជើងមតនកម្មគឺយើងកាត់ពុំហើយមកកាត់ចូលជាកណាត់ហើយបានយើងយកមកដេបគុំហើយយើងដេបគុំរួចរាល់ហើយយើងយកទៅអ៊ុតទៅស្អាតហើយចាំយើងឆាត់តាមជើងនេះចាតាមជើងណាចានេះគេហៅធ្នេរាយចាអត់គុណប្រឡត់គុណអីទេអត់ទេគឺធ្នេរាយយកមកចាធ្នេរាយចាសម្រាប់ធ្នេគុណប្រឡត់គឺមកតួខ្លួនតាមនេះគឺគុណតាមនេះចាមួយទៀតគេគុណដេវាមាន3ចា3តនការខុសគ្នានិយាយទៅខុសគ្នាដេ3ដេវាមានដេគុណប្រឡត់ពេញទួចមកពេញអាវពាក់កដាតួអាវហើយនឹងដេប្រឡត់បែបធ្នេរាយចេះយើងដាក់ IC ទៅសោកក្រុមក្នុងហ្នឹងគឺអត់ឃើញ IC ទេអញ្ចឹងចាយើងកាត់នេះគឺតើយើងចេះកាត់គុណមិនអត់ថ្នាក់ដកកទេគឺដាក់ទៅក្លុបចូលមួយនឹង IC យើងអត់បតឹងចាអត់បញ្ញាំងទេអញ្ចឹងយើងចេះកាត់វាគុណនឹងទៀតបើសិនជាពីក្រោយលាតចេះអត់អីទេតែបើពីមុខយើងកាត់ដល់តែភាគច្រើនយកកណាត់ប្រឆិតឬក៏យើងកាត់យកកែងទៅក្រែម45ឲ្យសល់ពីខាងមុខធំជាងផ្ទៃគុណខាងមុខនៃតួអាផ្ទាំងមុខទៅបានវាអត់សល់អត់ប៉ុណ្ណឹងតែសារកន្លែងយើងដាក់ IC ហើយមានថ្នាក់ដាក់អន្ត្រង់យើងបើសិនជាយើងអត់ចេះកាត់គឺវាបតឹងអត់ស្អាតទេចានេះបាយបាយជំរាបលាចា13អាវរួចហើយនៅតែអ៊ុតហើយនឹងឆាត់ទេចានេះអានេះអ៊ុតរួចហើយចានៅខាងនេះអត់តអ៊ុតចាខាងពេលអ៊ុតទៅឡងអញ្ចឹងចាហើយឆាត់ចាបាយបាយជំរាបលា